រំជួយដីកម្រិតធ្ងន់វេប្រហាភាគខាងលិចកូឡុំប៊ីមនុស្សយ៉ាងហោចណាស់111នាក់បានស្លាប់បន្ទាប់ពីគ្រោះរំជួយដីកម្រិតធ្ងន់មួយបានវេប្រហាលើភាគខាងលិចប្រទេសកូឡុំប៊ីកាលពីថ្ងៃច័ន្ទម្សិលមិញដោយបណ្ដាលឲ្យអគារជាច្រើនបានបាក់រលំនៅទូទាំងទីក្រុងជាច្រើនបង្កការខូចខាតដល់អគារមន្ទីរពេទ្យនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀតខណៈដែលមនុស្សជាច្រើនអ្នកត្រូវបានរាយការណ៍ថាកំពុងជាប់នៅក្រោមគំនរបាក់បែកតាមទីភ្នាក់ងារការស្ទង់មតិភូមិសាស្ត្រអាមេរិកគ្រោះរំជួយដីខាងលើមានកម្រិតរំជួយ 7.4 រិចទ័រនិងមានជម្រៅ107គីឡូម៉ែត្រក្នុងដីហើយត្រូវបានក្រមមន្ត្រីកូឡុំប៊ីចាត់ទុកថាជាគ្រោះរំជួយដីដ៏សាហាវបំផុតដែលបានវាយប្រហារលើប្រទេសរបស់ពួកគេក្នុងរយៈពេលជាង1សតវត្សរ៍មកនេះគ្រោះរំជួយដីនេះដែរកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយលោកអាបេឡាដូដឺឡាអេព្រីឡាស្បត់ឡើងកាន់តំណែងជាប្រធានាធិបតីថ្មីនៃប្រទេសកូឡុំប៊ីដោយរុញច្រានរដ្ឋាភិបាលរបស់លោកធ្លាក់ចូលក្នុងវិបត្តិដ៏ធំមួយជាលើកដំបូងស្របពេលដែលប្រជាជនកូឡុំប៊ីមិនទាន់អាចបំភ្លេចបាននៅឡើយទេពីមហន្តរាយដែលបង្កឡើងដោយគ្រោះរំជួយដីពីរលើកផ្ទួនគ្នានៅប្រទេសក្បែរខាងគឺវេណេស៊ុយអេឡាកាលពីខែមិថុនាកន្លងទៅលោកប្រធានាធិបតីថ្មីក៏បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នផងដែរនៅពេលយប់មកដល់អ្នកជួយសង្គ្រោះនិងអ្នកស្ម័គ្រចិត្តដែលបំពាក់ដោយចង្កៀងពាក់លើក្បាលបានប្រញាប់ប្រញាល់ស្វែងរកមនុស្សដែលនៅជាប់ក្រោមគំនរបាក់បែកអាជ្ញាធរនៅទីក្រុងកើតហេតុបានប្រកាសដាក់ចេញវិធានការបម្រាមគោចរដោយអភិបាលក្រុងបានលើកឡើងថាការគម្រាមកំហែងនៃការលួចប្លន់បានបង្ខំឲ្យលោកដាក់ពង្រាយកងកម្លាំងប៉ូលីសនិងយោធានៅតាមដងផ្លូវហើយលោកប្រធានាធិបតីបានសន្យានឹងបន្ថែមបុគ្គលិកសន្តិសុខចំនួន 1000 នាក់ទៀតសម្រាប់ទីក្រុងនេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។